ខ្ញុំបានគប់បាល់បេសបលដោយចេតនាទៅចិត្តលួសឡាមរួចធ្វើពុតជាទៅរើសវាខ្ញុំសង្កត់ជាប់នឹងជញ្ជាំងហើយសម្លឹងមើលតំបន់នោះមិនយូរប៉ុន្មានខ្ញុំបានដឹងថាអ្នកយាមប៉មមើលមិនឃើញខ្ញុំកន្លែងនេះគឺជាតំបន់មើលមិនឃើញប៉ុន្តែនៅពេលដែលខ្ញុំគូសផ្លូវអ្នកយាមក៏ចាប់ផ្ដើមមានការសង្ស័យខ្ញុំបានលើកដៃឡើងធ្វើពុតជាភ័យហើយនិយាយថាខ្ញុំគ្រាន់តែចាប់បាល់ប៉ុណ្ណោះការសង្ស័យបានរសាត់បាត់ទៅនៅយប់នោះខ្ញុំបានត្រឡប់ទៅកន្លែងនោះវិញប្រៅបកកាត់ប៊ូឡុងកាត់ខ្សែភ្លើងនៅថ្ងៃបន្ទាប់ពួកគេបានរកឃើញថាខ្ញុំបានរត់គេចខ្លួនប៉ុន្តែអ្វីដែលពួកគេមិននឹកស្មានដល់គឺខ្ញុំដើរត្រឡប់មកវិញវាមិនមែនជាការបរាជ័យទេវាគឺជាការស៊ើបការសម្ងាត់ខ្ញុំបានយកមនុស្សគ្រប់គ្នាចេញបន្ទាប់ពីនោះខ្ញុំបានឲ្យដៃគូម្នាក់លួចក្បឿងជាន់មួយហើយដាក់វានៅបាតលូពេលអ្នកយាមចេញទៅយើងក៏ចាប់ផ្ដើមជីកពេលឮសំឡេងល្បាតភ្លាមឧបករណ៍ក៏បានចូលទៅក្នុងលូភ្លាមគម្របត្រូវបានបិទជិតយ៉ាងណែនរួចលាបស៊ីម៉ង់តឲ្យរលោងគ្មានការស្វែងរកណាមួយអាចរកឃើញអ្វីឡើយ2ឆ្នាំនៅក្រោមដីបន្តិចម្ដងយើងបានរើទៅរកសេរីភាពរហូតដល់ថ្ងៃមួយឆ្មាំម្នាក់បានចាក់ទឹកមានអ្វីមួយបានដួលរលំអ្នកយាមបានមកដល់លបានរើចេញផ្លូវរួមក្រោមដីបានលាតត្រដាងឆ្មាំប្រដាប់អាវុធបានឡោមព័ទ្ធបន្ទប់ឃុំឃាំងអ្នកទោសផ្សេងទៀតដឹងថាផ្លូវរួមក្រោមដីត្រូវបានរកឃើញប៉ុន្តែផែនការនេះមិនដែលត្រូវបានធ្វើឡើយយើងតែងតែដឹងថាច្រកចូលនឹងត្រូវលាតត្រដាងដូច្នេះច្រកចូលមួយទៀតបានដំណើរការតាំងពីថ្ងៃដំបូងដើម្បីបង្កើនល្បឿនមនុស្សគ្រប់គ្នាបានប្រថុយប្រឋានចូលទៅក្នុងផ្លូវរួមក្រោមដីមិនយូរប៉ុន្មានវាក៏បានទម្លុះចូលយើងបានសម្រេចចិត្តថាយប់នេះជាយប់ពេលខ្ញុំរុញក្បាលចេញបេះដូងខ្ញុំលោតញាប់ច្រកចេញចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រពីជញ្ជាំងប៉ុណ្ណោះយើងបានវិនិច្ឆ័យចម្ងាយខុសគោលដៅគួរតែជាព្រៃឈើដែលមានសុវត្ថិភាពពីភ្លើងហ្វាឥឡូវនេះមនុស្សគ្រប់គ្នាបានស្ថិតនៅក្នុងផ្លូវរួមក្រោមដីរួចហើយគ្មានការឈប់ទេខ្ញុំបានជ្រើសរើសលេងល្បែងស៊ីសងខ្ញុំបានលួចមើលម្ដងទៀតរងចាំក្រុមល្បាតចូលទៅក្នុងវាំងនឹងបន្ទាប់មកខ្ញុំរត់ទៅដីទាំងកាប់មុខដៃគូម្នាក់បានហុចខ្សែពូវែងមួយមកខ្ញុំចាប់វារត់កាត់ដើមឈើហើយចុងវាឲ្យជាប់ចុងមកខាងទៀតនៅតែស្ថិតនៅក្នុងផ្លូវរួមក្រោមដីអ្នកយាមបានងាកចេញខ្ញុំបានទាញបរិះទី1បានឡើងចេញមកបន្ទាប់មកម្នាក់ទៀតម្នាក់បន្ទាប់ពីម្នាក់ទៀតរំពេចនោះស៊ីរ៉ែនបានបន្លឺឡើងពេញមួយយប់ការវាប្រហារតាមអាកាសបានកើតឡើងភ្លើងបានរលត់ទៅសម្រាប់ពួកយើងវាគឺជាអំណោយមួយនៅក្នុងទីងឹតពួកគេបានវាចេញមកយ៉ាងលឿន